COVID-19 2 ឆ្នាំមិនទាន់ចប់ស្រួលបួរសង្គ្រាមផ្ទុះបន្តបន្ទាប់នៅរុស្ស៊ីនិងអ៊ុយក្រែនបណ្ដាលឲ្យប្រទេសផ្សេងៗមានសេដ្ឋកិច្ចធ្លាក់ចុះអតិផរណាអត្រាការប្រាក់អន្តរជាតិឡើងថ្លៃបងប្អូនទាំងគ្នាបច្ចុប្បន្ននេះបញ្ហាផ្ទួនដែលកំពុងតែកើតឡើងធ្វើឲ្យសេដ្ឋកិច្ចចរន្តសេដ្ឋកិច្ចអត់ដូចមុនទៀតទេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកអំពី Mega Trend ធំទាំង7ដែលកំពុងតែរីកចម្រើនខ្លាំងហើយមនុស្សកំពុងតែចំណាយលុយនិងកំពុងតែផ្ដោតខ្លាំងមែនទែនទៅលើ Mega Trend ទាំង7នេះ Mega Trend ទី1គឺពាក់ព័ន្ធទៅនឹង AI និង Internet of Things Artificial Intelligence និង Internet of Things បច្ចុប្បន្ននេះកំពុងតែរីកចម្រើនខ្លាំងមែនទែនបងប្អូនទាំងគ្នាបាទដោយបងប្អូនឃើញជាក់ស្ដែង AI កំពុងតែជាប្រធានបទសំខាន់មែនទែននៅបណ្ដាប្រទេសផ្សេងក៏ដូចជាប្រទេសកម្ពុជារបស់យើងកំពុងតែបាទនិយាយអំពី AI អញ្ចឹងធ្វើឲ្យមាន trend ផ្សេងកើតឡើងដែលតាក់ទងទៅនឹង AI និង Internet of Things កើតឡើងដូចជាការបង្រៀនតាក់ទងទៅនឹងការប្រើប្រាស់ AI ការប្រើប្រាស់ AI ដើម្បីបង្កើតវីដេអូបង្កើត content ឬក៏បង្កើតមុខងារផ្សេងដើម្បីរកប្រាក់ចំណូលនិង Internet of Things មានន័យថាជាឧបករណ៍ដែលពាក់ព័ន្ធជាមួយនឹង Internet មានទូរស័ព្ទដៃទំនើប Computer ទូទឹកកកម៉ាស៊ីនត្រជាក់និងឧបករណ៍ជាច្រើនទៀតដែលផ្សារភ្ជាប់ជាមួយនឹង Internet ហើយនិង AI នេះគឺជា Mega Trend ទី1 Mega Trend ទី2គឺពាក់ព័ន្ធទៅនឹង Digital Economy សេដ្ឋកិច្ច Digital ដែលធ្វើឲ្យមាន trend តូចឬក៏សកម្មភាពអាជីវកម្មផ្សេងកើតឡើងដូចជាការe-commerce ការជួញដូរតាមរយៈអេឡិចត្រូនិកឬក៏ការលក់អនឡាញឬក៏អាជីវកម្មអនឡាញជាច្រើនត្រូវបានកើតឡើងនៅក្នុងពេលបច្ចុប្បន្ននេះបាទទី3ពាក់ព័ន្ធទៅនឹង Clean Energy ឬក៏ប្រភពថាមពលស្អាតដែលពិភពលោកបច្ចុប្បន្នកំពុងតែព្យាយាមរកវិធីសាស្ត្រដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈនិងថាមពលធ្យូងថ្មដែលប៉ះពាល់ទៅដល់បរិស្ថានអញ្ចឹង Clean Energy គឺជា Mega Trend ទី3ដែលកំពុងតែរីកចម្រើនខ្លាំងមែនទែនដែលធ្វើឲ្យមាន trend ឬក៏សកម្មភាព business ឬក៏អរិយាប័ត្ររបស់អ្នកប្រើប្រាស់ត្រូវបានផ្លាស់ប្ដូរឲ្យផ្ដោតសំខាន់ទៅលើការបង្កើតដូចជាឡានអគ្គិសនីអំពូលភ្លើងដែលដើរដោយ solar ឬក៏ថាមពលទៅលើព្រះអាទិត្យនិងឧបករណ៍ផ្សេងទៀតដែលអាចដំណើរការបានដោយមិនបាច់ប្រើប្រេងឥន្ធនៈឬក៏ធ្យូងថ្មដែលអាចដំណើរការបានដោយពន្លឺព្រះអាទិត្យ Mega Trend ទី4ដែលកំពុងតែរីកចម្រើនខ្លាំងហើយកំពុងតែជាតម្រូវការរបស់មនុស្សគ្រប់គ្នាគឺតាក់ទងទៅនឹង wellness ឬក៏សេដ្ឋកិច្ចឧស្សាហកម្មសុខភាពអស់លោកលោកស្រីទាំងអស់គ្នាបច្ចុប្បន្ននេះកំពុងតែរីកចម្រើនខ្លាំងមែនទែនទោះបីជាមានបញ្ហាអីកើតឡើងក៏ដោយមនុស្សនៅតែត្រូវការសុខភាពជាពិសេសទីផ្សារតាក់ទងទៅនឹងការការពារសុខភាពធ្វើឲ្យមនុស្សមានសុខភាពល្អបរិបូរណ៍អាយុវែងក្មេងជាងវ័យកំពុងតែរីកចម្រើនខ្លាំងហើយមនុស្សកំពុងតែគេហៅថាកំពុងតែចំណាយលុយច្រើនមែនទែនហើយក៏មាន business ឬក៏ trend ជាច្រើនដែលកើតឡើងនៅក្នុងទីផ្សារសេដ្ឋកិច្ចឧស្សាហកម្មសុខភាពឬក៏ wellness បាទមានដូចជាការបើកកន្លែង club ហាត់ប្រាណកន្លែង spa steam sauna មន្ទីរពេទ្យការបើកការលក់ផលិតផលថែទាំសម្រស់ពន្យាជីភាពចាស់ជាងវ័យផលិតផលគេហៅថាអាហារបំពន់សម្រក់ទម្ងន់កន្លែងទេសចរដើម្បីសុខភាពឬក៏ trend ជាច្រើនទៀតដែលកើតឡើងក្រោយ wellness បាទ